រឿងកូនឆ្មានិងក្រពើតូចជាមិត្តល្អនឹងគ្នានៅព្រឹកព្រលឹមថ្ងៃមួយមានកូនឆ្មាពណ៌សតូចបានរៀបចំកាបូបស្ពីតូចមួយត្រៀមសម្រាប់ដំណើរផ្សងព្រេងទៅក្នុងព្រៃជ្រៅដ៏អាថ៌កំបាំងកូនឆ្មាបានដើរចូលទៅក្នុងព្រៃក្រាស់ហើយមានដើមឈើធំខ្ពស់ៗដូចយក្សនិងមានសត្វស្លាបចម្រុះពណ៌ហើរអមដំណើរពីលើក្បាលកូនឆ្មាកូនឆ្មាបានឡើងតាមគល់ឈើយ៉ាងប្រយ័ត្នប្រយែងដែលបត់បែនមើលទៅដូចជាពស់ដូច្នោះរំពេចនោះមានសម្លេងចម្លែកបានធ្វើឲ្យកូនឆ្មាមានការភ្ញាក់ផ្អើលគាត់មានអារម្មណ៍ភិតភ័យឡើងញ័រអស់ដៃជើងដោយសម្លេងនោះគឺជាសត្វក្រពើតូចមួយក្បាលមើលពីម្ខាងគុម្ពោតព្រៃកូនឆ្មាមានការភ្ញាក់ផ្អើលពេលឃើញក្រពើពួកគេសម្លឹងមើលគ្នាមួយសន្ទុះក្រោយមកកូនឆ្មានិយាយដោយអៀនខ្មាស់ថាជំរាបសួរបាទពេលនោះក្រពើញញឹមហើយឆ្លើយទៅវិញថាសួស្ដីបាទខ្ញុំគឺគ្រូគោខ្ញុំរស់នៅទីនេះកូនឆ្មាបាននិយាយថាខ្ញុំបាទឈ្មោះទាគីមិនយូរប៉ុន្មានមិត្តភាពថ្មីក៏បានចាប់ផ្ដើមកូនឆ្មានិងក្រពើបានដើរលេងក្នុងព្រៃជាមួយគ្នាសើចសប្បាយហើយពួកគេបានដើរមើលធម្មជាតិផ្សេងៗនិងផ្កាដែលពួកគេចង់ដឹងចង់ស្គាល់ពួកគេបានដើរឆ្លងកាត់ស្ពានឫស្សីឆ្លងទន្លេដ៏ស្ងប់ស្ងាត់ដែលពោរពេញទៅដោយផ្កាឈូកក្រោយមកពួកគេបានទៅដល់ទឹកជ្រោះអាថ៌កំបាំងមួយដែលពោរពេញទៅដោយសម្រស់ធម្មជាតិពួកគេបានអង្គុយក្រោមដើមឈើហើយចែកផ្លែឈើគ្នាបរិភោគដែលក្រពើប្រមូលបានពួកគេបានចូលរួមដោយសត្វស្វាដែលចូលចិត្តលេងសើចមានសត្វស្លាបនិងសូម្បីតែសត្វក្តាន់មកចូលរួមលេងជាមួយពួកគេផងដែរក្រោយមកពួកគេនាំគ្នាដើរកាត់តាមភក់ហើយសើចសប្បាយពេលពួកគេរអិលធ្លាក់ភក់ដោយការនឿយហត់នឹងការធ្វើដំណើរពួកគេបានសម្រាកនៅលើថ្មធំមួយក្រោមពន្លឺថ្ងៃនាពេលរសៀលមិនយូរប៉ុន្មានពួកគេបានរកឃើញប្រាសាទបុរាណនៅក្នុងព្រៃជ្រៅដែលគ្របដណ្ដប់ដោយស្លែរំពេចនោះមេឃចាប់ផ្ដើមរងឹតហើយភ្លៀងក៏បានធ្លាក់មកពេលនោះពួកគេនាំគ្នារាំទាំងមេឃកំពុងភ្លៀងដោយមិនខ្វល់ក្រោយមកពួកគេបានជ្រកក្រោមស្លឹកឈើធំមួយហើយនិយាយរឿងរ៉ាវរហូតដល់មេឃឈប់ភ្លៀងក្រោយពេលមេឃឈប់ភ្លៀងឥន្ធនូដ៏ធំបំភ្លឺផ្ទៃមេឃពីលើកំពូលភ្នំនិងព្រៃឈើពេលព្រះអាទិត្យចាប់ផ្ដើមរៀបលិចកូនឆ្មាដឹងថាដល់ពេលដែលគេត្រូវទៅផ្ទះវិញហើយក៏និយាយលាក្រពើចេញទៅកូនឆ្មាបានដើរកាត់ព្រៃត្រឡប់ទៅផ្ទះវិញក្នុងចិត្តពោរពេញដោយអំណរនិងសប្បាយរីករាយពេលត្រឡប់មកដល់ផ្ទះវិញនៅយប់នោះកូនឆ្មាតូចដេកលើគ្រែហើយបានសុបិនឃើញទឹកជ្រោះនិងមិត្តភាពថ្មីដែលពួកគេទើបតែបានបង្កើតហើយនេះជារឿងនិទានដែលនឹងដក់ជាប់ក្នុងបេះដូងអ្នកចូលចិត្តរឿងនិទានជារៀងរហូតសូមអរគុណ